ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការបន្តសាច់រឿងរបស់យើងបន្តទៅមុខទៀតនៅក្នុងពេលបញ្ចប់រំលឹកការពីវគ្គមុនយើងបានដឹងថា Toppo ពេលនេះបានប្រែរូរីនទៅជាទម្រង់ព្រះនៃការបំផ្លាញដោយចង្វាក់ក្បាលទៅកាន់ Frieza វិញស្ទើរតែបាយទៅហើយរីឯដំពើនៅពេលដែលបានឃើញដូច្នេះក៏ប្រមូលផ្ដុំថាពលរបស់គេដាក់នៅក្នុងបាតដៃថាពលរបស់ Toppo ក៏មិនដូចគ្នាការពលឺរបស់ពួកគេទាំងពីរក៏បានធ្វើការចូលរបៀបអាហារហាកាយដែលធំសម្បើមនោះគឺថាមានឥទ្ធិពលខ្លាំងមែនទែនបណ្ដាដំពើរបស់យើងត្រូវតែគៀកសិន Toppo នៅតែបន្តដេញវាយប្រហារទៅកាន់ដំពើរបស់យើងជាបន្តបន្ទាប់ ទោះបីជាដំបើប្រើបច្ចេកទេសក្នុងការប្រើដុំថ្មជាច្រើនគៀបសង្កត់ទៅកាន់ Toppo យ៉ាងណាក៏ដោយក៏ថាពលហាក់កាយដែលបញ្ចេញពីរាងកាយរបស់ Toppo គឺអាចវាបំបីអ្វីគ្រប់យ៉ាងហើយគេនៅតែបន្តវាបហាទៅកាន់ដំបើរបស់យើងដំបើបានត្រឹមតែទប់តែប៉ុណ្ណោះជាការបង្ហើរទៅកាន់ដំបើដុំថាពលយ៉ាងធំធ្វើការវាបហាតែពេលហ្នឹងក៏មានឡាស៊ីអាតូចមួយធ្វើការវាបហាទៅកាន់ដុំថាពលនោះកំទេចចោលតែម្ដងម្នាក់នោះគឺជា Frieza យើងឯងគេក៏បានប្រើដុំថាពលរបស់គេវាបហាដោយដុំថាពលនេះហាក់បីជាមានសម្ពាធអញ្ចឹងជាការបន្ថែមក៏បានប្រើដុំថ្មជាច្រើនចូលទៅវាបហាដោយមិនអស់ចិត្តជាមួយនឹងដុំថាពលតូចៗជាច្រើនក៏ប៉ុន្តែថាពលយើងដូចជាខឹងហើយក៏បានចាប់គួយកឡើងហើយនិយាយថាដូចជាជ្រុលវេហើយអូនេះចាប់កវត្ត Frieza របស់យើងថយក្រោយប្រមាណជំហានអ្នកទាំងពីរនៅតែបន្តវាបហាជាមួយនឹងកម្មពលរបស់ពួកគេរៀងៗខ្លួនដោយមានចំនួនពីដើមអំពើដែលធ្វើឲ្យទីតាំងនៅកន្លែងនេះចាប់ផ្ដើមហួយសែនចលងជប់តែអាប៉ាថប់បងនោះនៅតែមិនឯងចាងសូមកលេទៅមើលទីតាំងដែលតួឯកប្រដ្ឋរបស់យើងកំពុងធ្វើការពូដៃគ្នាវាយទៅកាន់ជីរ៉ានវិជាតាបានធ្វើការស្ទូចូលរបៀបបហាទៅកាន់ជីរ៉ានតែពេលនោះថប់បងក៏បានចូលមករៀងហើយគេក៏បានបន្ថែមជាមួយនឹងកម្មស្មីតូចៗជាច្រើនដែលធ្វើវិជាតារបស់យើងនឹងគឺរៀងទ្រុឌទ្រោមដែរវិជាតាមិនចាញ់ចិត្តក៏បញ្ជាក់ថាពលរបស់គេស្រែកមួយទៅផាំងជាមួយនឹងកម្មពលយ៉ាងធំសម្បើមចូលរបៀបបហាថប់បងក៏បានប្រើហាកាយរបស់គេទប់ទល់ជាមួយនឹងថាពលរបស់វិជាតាអ្នកទាំងសងខាងសងតែស្រែកជាមួយនឹងសម្រាប់បញ្ជាក់ថាពលរបស់ពួកគេរៀងៗខ្លួនជាសំណាងហាកាយដែលធំសម្បើមណាវិជាតារបស់យើងគេផតវិជាតានិយាយថាអ្នកហ៊ានបោះបង់អ្វីគ្រប់យ៉ាងដើម្បីខ្លាចតែជាព្រះនៃការបំផ្លាញចំណែកខ្ញុំនេះផ្ទាល់គឺមិនហ៊ានបោះបង់ជាមួយនឹងកិត្តិយសរបស់ខ្ញុំនោះទេជាមួយនឹងការសន្យាជាមួយនឹងការប៉ានិយាយរួចថប់ក៏បានស្ទូចូលរវៃម្ដាយបូររួមជាមួយនឹងការពលឺយ៉ាងធំសម្បើមវាបហាទៅកាន់វិជាតារបស់យើងយ៉ាងមួយទំហឹងToppo បានបញ្ជាក់ថាពលរបស់គេយ៉ាងធំសម្បើមចំណែកបេរូរបស់យើងបានប្រាប់វិជាតារបស់យើងរត់ទៅថាមកពលដែលធំសម្បើមនេះក៏បានសម្លឹកចូលមកវិជាតាក៏បាននឹកឃើញពីប្រពន្ធកូនរបស់គេបូររួមជាមួយនឹងខាប៉ាផងដែរដែលធ្វើគេមានកម្លាំងចិត្តបញ្ជាក់ថាពលរបស់គេដើម្បីទប់ទល់ទៅវិញពលឺឆ្វាយដូចជារន្ទះបាញ់នៅអនុញ្ញាតវិជាតារបស់យើងវាបហាទៅកាន់ថាពលរបស់យើងយ៉ាងមួយទំហឹងបន្ថែមជាមួយនឹងระดับដៃរត់ពាន់ជាពិសេសមួយជើងនេះគឺទៅមួយចម្ងាយ Toppo ក៏បានយាជាមួយនឹងហាកាយរបស់គេធ្វើការវាបហាទៅវិញដល់ឃើញដូច្នេះវិជាតារបស់យើងក៏មកចាំយូរដែរក៏ស្រែកជាមួយនឹងការបញ្ជាក់ថាពលរបស់គេបញ្ចេញស្នាដៃចុងក្រោយរបស់គេដែលមានឈ្មោះថា Final Explosion ដែលគេផ្ទាល់ប្រើប្រាស់ស្នាដៃនេះធ្វើការវាបហាជាមួយនឹង Majin Buu នៅពេលនេះអ្នកទាំងសងខាងសឹងតែស្រែកជាមួយនឹងសម្រាប់ថាពលរបស់ពួកគេរៀងៗខ្លួនថាមកពលដែលខ្លាំងសម្បើមរបស់អ្នកទាំងពីរបានធ្វើការប្រែតកេគ្នាទៅវិញទៅមកហាកាយបានលេបថាពលរបស់វិជាតាទៅហើយតែដោយសារតែសម្រាប់ថាពលរបស់វិជាតាក៏មានកម្មពលឺឆ្នោតជាច្រើនបានធ្វើការវាបំបែកទៅកាន់ហាកាយទាំងអស់នោះថាពលខ្លាំងសម្បើមនេះគឺធ្វើការបំផ្ទុះតែម្ដងដែលធ្វើទីលានទាំងអស់នោះមកដូចជាអំបិលអញ្ចឹងទោះជាណាក៏ដោយក៏វិជាតារបស់យើងក៏ម្ដងជាមួយនឹងអត្តពលរបស់ខ្លួនឯងដល់ថ្នាក់ស្លាប់ដែរគ្រប់គ្នាពិតជាសប្បាយចិត្តណាស់នៅពេលនេះដោយសារតែសមាជិករបស់ពួកគេនៅតែមិនអីទោះជាណាក៏ដោយក៏ Universe ទី11នៅសល់ជាងខ្លាំងមួយរូបគឺជារ៉ានយើងនឹងឯងនៅពេលនេះអ្នកទាំង3ត្រូវប៉ះគ្នាជាមួយនឹងជីរ៉ានយើងនឹងឯងក្នុងគណៈពេលមួយដែលជីរ៉ានកំពុងតែស្រែកជាមួយនឹងសម្រាប់រាជសីរបស់គេដែលបញ្ចេញជាមួយនឹងថាពលដ៏ខំច័ន្ទចៅសាយភីពេញសង្វៀនដែលធ្វើឲ្យអ្នកប្រយុទ្ធគ្រប់គ្នាទប់ខ្លួនសឹងតែមិនជាប់តែពេលហ្នឹងវិជាតាក៏បានប្រើថាពលរបស់គេចូលរបៀបហាអ្នកទាំង3សម្លឹកចូលតែជីរ៉ានរបស់យើងក៏បានធ្វើការដាក់ពួកគេម្នាក់មួយជើងមិនអស់ចិត្តអ្នកទាំង3ក៏បានសម្លឹកចូលបន្តប្រយុទ្ធបន្តទៅមុខទៀតទោះបីជាអ្នកទាំង3ព្យាយាមក្នុងការវាបហាទៅកាន់ជីរ៉ានយ៉ាងណាក៏ដោយក៏បែបហ្នឹងហាក់បីដូចគ្មានបញ្ហាទោះតែសោះការចូលរវាយជីរ៉ានយើងគ្រប់យ៉ាងហាក់បីដូចជាទៅឲ្យជីរ៉ានរបស់យើងវាយអញ្ចឹងក្នុងពេលនោះដំពើមិនដឹងថាមកជាជីរ៉ានទាំងការក៏ប្រថារបស់គេបំផ្ទុះទៅតែម្ដងក៏ប៉ុន្តែអ្វីដែលយើងបានឃើញដំពើរបស់យើងស្មាបទៅនឹងកលៀនជាងដំពើបានប្រើដុំថារបស់គេចូលរបៀបបហាតែពេលហ្នឹងគូជាមួយនឹងវិជាតាក៏បានឆ្មក់មកពីក្រោយអ្នកទាំងពីរនៅតែបន្តខំប្រឹងវាបហាទៅកាន់ជីរ៉ានរបស់យើងតែម្នាក់ឯងចំណែកដំពើពុពេញទៅដល់ថាពលពីបហាតែការវាបហារបស់គេនៅតែមិនមានប្រសិទ្ធភាពទោះបី
ជាមានខែប្រមាណជន់ក៏ដោយក៏ជីរ៉ែនរបស់យើងវាបំបែដែរហ្នឹងតែម្ខាងទៅទៅជាមួយថាបរបស់ដំបើចំណែកគូគូជាមួយនឹងវិជាតាក៏បញ្ជាក់ថាបរបស់គេពីប្រហែលតែកាន់ទាំងអោដែលឃើញថាជីរ៉ែននៅតែមិនអីនេះទាំង3ក៏បានស្រ័យជាមួយនឹងសម្រាប់ថាបរបស់គេបញ្ចេញទៅមុខទៀតអូនិយាយច្រើនទាំងអោផឹងតែមកថាថាបរបស់នេះទាំង3សាយពីពេញហ្នឹងសភារបស់នេះទាំង3ហាក់បីដូចជាដីលក់ស្កប់ស្កល់ដល់កយក្នុងគណៈពេលហ្នឹងព្រីសាក៏បានចូលមកដល់ជន់ក្បាលជីរ៉ែនរបស់យើងវាហិង្កប់នៅនឹងដីព្រីសាក៏សម្រុកចូលជាមួយនឹងទំរងរាងកាយមានរបស់គេតែត្រូវបានជីរ៉ែនរបស់យើងវាយត្រឡប់ទៅវិញបើនិយាយពីរឿងដុំថាបោកាន់មកស្មីមានតែដំបើរបស់យើងតែប៉ុណ្ណោះតែប្រហែលជាអស់ក្នុងពេលហ្នឹងបាម៉ុនក៏បាននិយាយតាក់ទងជាមួយនឹងជីវប្រវត្តិរបស់ជីរ៉ែនកាលពីដើមឡើយនៅពេលដែលជីរ៉ែនរបស់យើងត្រឡប់មករកភូមិរបស់គេក៏បានប្រទះឃើញថាភូមិរបស់គេគឺមាត់លេវតែម្ដងនេះណាសម្រាប់ពុកម្ដាយរបស់គេបូររឿងជាមួយនឹងមនុស្សនៅក្នុងភូមិគឺជាមនុស្សអាក្រក់នឹងឯងហើយបើសួរខ្ញុំថាអ្នកគេអ្នកសម្លាប់ខ្ញុំក៏មិនដឹងដែរដំថងថាក្រោយមកទៀតជីរ៉ែនបានអភិវឌ្ឍសមត្ថភាពរបស់គេបង្កើតក្រុមដើម្បីការពារយុទ្ធធម៌ប៉ុន្តែមនុស្សអាក្រក់ទាំងអស់នោះបានសម្លាប់សមាជិកក្រុមរបស់ពួកគេដែលធ្វើជីរ៉ែនរបស់យើងយល់ថាមានតែថាពលជាមួយនឹងអំណាចតែប៉ុណ្ណោះទើបអាចកំណត់ច្បាប់នៃភាពយុត្តិធម៌នៅគ្រប់គ្នាដែលកំពុងអង្គុយស្ដាប់ប្រវត្តិរបស់ជីរ៉ែនដែលបើមករបស់យើងកំពុងតែនិយាយនេះធ្វើមុខស្លក់ចំណែកនៅក្នុងការប្រកួតមួយនេះមានតែជីរ៉ែនជាមួយនឹងដំពើតែប៉ុណ្ណោះទោះជាណាក៏ដោយក៏ដំពើរបស់យើងក៏មិនបោះបង់ដែរដោយសារតែគេក៏មានខំគ្រួសាររបស់គេនៅលើបុកផែនដីដែរថាពុទ្ធខ្លាំងសម្រាប់របស់ជីរ៉ែនបានធ្វើការវិបហាចំណែកអរនាងជារបស់ដំពើបានបែកមួយសតវដំពើបានប្រើថាពលរីរ៉ែរបស់គេទៅការពារឲ្យគូគូជាមួយនឹងវិជាតានៅពេលនេះសង្វៀនទាំងមូលនោះគឺអស់មួយជាងហើយនៅពេលនេះគឺមានតែវិជាតាជាមួយនឹងគូគូតែប៉ុណ្ណោះដែលកំពុងតែប្រឈមតតាំងជាមួយនឹងជីរ៉ែនអ្នកដែលអាចខកឆោបាននៅពេលនេះមានតែវិជាតាយើងតែប៉ុណ្ណោះក៏សម្រាប់ចូលទៅវាបែរទៅកាន់ជីរ៉ែនការវាយម្ដាយរបស់វិជាតាមើលទៅដូចជាកុហកខ្យល់មិនទេជីរ៉ែនក៏បានថែម្ដាយក្នុងពេលហ្នឹងវិជាតាក៏បាននឹកឃើញពីទស្សនវិជ្ជាខុសបែបយ៉ាងដែលខ្លួនបាននិយាយជាមួយនឹងខាប៉ាទោះបីជាជួបជាមួយនឹងឧបសគ្គខ្លាំងយ៉ាងណាក៏ដោយក៏យើងត្រូវតែក្រោកឈរដើម្បីតតាំងជាមួយនឹងឧបសគ្គនោះដែរទស្សនវិជ្ជាខុសបែបយ៉ាងដែលគេបានរស់នៅជាមួយនឹងប៊ូលម៉ានិងត្រានបើទោះបីជាពេលខ្លះគេមុខមាំចំពោះប្រពន្ធកូនគេយ៉ាងណាក៏ដោយក៏ក្នុងចិត្តរបស់គេមិនដូចមុខនោះទេទស្សនវិជ្ជាខុសបែបយ៉ាងដែលខ្លួនបានឃើញនៅក្នុងខួរក្បាលរបស់ខ្លួនដែលជំរុញទឹកចិត្តរបស់គេឲ្យងើបឈរដើម្បីប្រយុទ្ធតតាំងជាមួយនឹងជីរ៉ែនបន្តទៅមុខទៀតទោះបីជាខ្លួនដឹងថាពេលនេះខ្លួនប្រកាសជាមិនអាចយកឈ្នះទៅកាន់ជីរ៉ែនយ៉ាងណាក៏ដោយក៏ខ្លួនគេបន្តនៅតែខិតខំប្រឹងប្រែងបន្តទៅមុខទៀតវិជាតាក៏មិនចាំយូរដែរក៏ប្រហែលថាពលរបស់គេធ្វើការវិបហាទៅកាន់ជីរ៉ែនតែទោះបីជាយ៉ាងណាក៏ដោយក៏ជីរ៉ែនរបស់យើងគ្មានបញ្ហាដែរជីរ៉ែនក៏មិនចាំយូរដែរក៏យាកនៅដៃរបស់គេដាក់ភុងដែលធ្វើឲ្យវិជាតារបស់យើងនៅពេលនេះហាក់បីជាបាត់បង់ស្មារតីតែម្ដងទឹកភ្នែករលីងរលោងដែលបន្សល់ថាពលចុងក្រោយផ្ដោតទៅកាន់ការការដោយនៅពេលនេះវិជាតារបស់យើងបានធ្លាក់ពីលើសង្វៀនទៅហើយចំណែកគូគូត្រូវប្រឈមមុខជាមួយនឹងជីរ៉ែនតែម្នាក់ឯងលើពើរបស់គូគូលឿនយ៉ាងណាក៏ដោយក៏ក្តាប់ដៃរបស់ជីរ៉ែនលឿនជាងដែរសភាពគូគូយើងនៅពេលនេះហាក់បីជាសាច់នៅលើឈុញដែលត្រូវបានគេកំពុងតែកញ្ច្រាមចឹងដោយជីរ៉ែនបានធ្វើការយាកណ្ដាលដៃរបស់គេធ្វើការវាទៅកាន់គូគូដើម្បីបញ្ចប់តែម្ដងតែនៅក្នុងខួរក្បាលរបស់ខ្លួននៅពេលនេះក៏បានលេចរូបរាងគ្នារបស់ខ្លួនតែកំឡុងពេលហ្នឹងតម្រង Ultra Instinct ក៏បានបង្ហាញខ្លួនដឹងធំថាតាមម្ដាយទេជីរ៉ែននឹងចង់ពលក៏អួតហើយក៏សូមអធិស្ឋានហងតម្រង Ultra របស់គូគូយើងមួយនេះគឺវាលើសពីសមត្ថភាពរបស់ព្រះនៃការបន្លាយទៅហើយព្រះគប់អង្គក៏បានសម្លឹងមើលទស្សនវិជ្ជាខុសបែបយ៉ាងដែលអ្នកទាំងពីរដែលហ៊ានធ្វើការវាយគ្នាសូម្បីតែសែនណូទាំងពីរនាក់ក៏ចង់មើលចង់ឃើញដែរតែការវាយគ្នាពីរនាក់គេនឹងវាល្អមើលយ៉ាងណាវាដឹងយ៉ាងច្បាស់ការប្រើប្រាស់ទម្រង់អូត្រារបស់គូខូគឺវាល្អឥតខ្ចោះជាងមុនទៅទៀតធម្មតាខណៈដៃរបស់អ្នកទាំងពីរប៉ះគ្នាតែប៉ុណ្ណោះធ្វើឲ្យទីសង្វៀននឹងគឺថាផ្ទុះទាំងពេញនឹងតម្រងអូត្រាមួយនេះគឺវាអនុញ្ញាតឲ្យថាពលការមេមហារបស់គូគូមានអធិពលខ្លាំងមែនទែនការបាញ់បំប្រើនេះក៏វាធ្វើឲ្យសង្វៀនទាំងមូលនេះគឺវាមកដូចយីហឺអញ្ចឹងតែដល់អ្វីដែលយើងបានឃើញអញ្ចឹងជីរ៉ែនយកដៃម្ខាងបាំងមេឃតែម្ដងដែលធ្វើឲ្យគូគូចុះសោជាមួយនឹងថាពលរបស់គេភ្លាមតែពេលហ្នឹងគូគូស្រ័យជាមួយនឹងសម្រាប់ថាពលរបស់គេយ៉ាងមួយទំហឹងដូចអ្វីដែលយើងបានឃើញអញ្ចឹងខ្ញុំពិបាកក្នុងការរាយរាប់ខ្លាំងមែនទែនដឹងត្រឹមថាល្បឿនរបស់ពួកគេឆ្វេងទៅឆ្វេងមកក៏ឲ្យពីល្បឿនពន្លឺប្រមាណនោះទេពន្លឺរទះបាញ់សឹងតែលហើយមេចំណែកអ្នកទាំងពីរនៅតែបន្តវាយគ្នាដដែលហ្នឹងអ្នកទាំងពីរវាយគ្នាបណ្ដាដោយវិរបស់យើងបាននិយាយប្រាប់គ្នាយើងឲ្យដឹងថាការប្រើប្រាស់ថាពលអូត្រារបស់គូគូយើងគឺថាគ្រប់គ្រងបានល្អខ្លាំងមែនទែនមិនថា energy មិនថាសភាពរាងកាយរបស់
របស់គេនោះទេបើសិនបើនៅតែបន្តបែបនឹងនេះទៀតនោះគូគូយើងប្រកាសជាអាចយកឈ្នះទៅកាន់ជីរ៉ានជាជាមិនខានហើយការវាបហាគ្រប់បែបយ៉ាងគូគូយើងវាយនៅបិទភ្នែកទៀតផងក្នុងខណៈពេលហ្នឹងជីរ៉ានក៏មិនសុខចិត្តដែរក៏បានប្រើដុំថាពលរបស់គេយ៉ាងធំសម្បើមដោយពង្រឹងថាពលនោះយ៉ាងតូចប៉ុន្តែដៃរួចហើយធ្វើការវាបហាទៅកាន់គូគូតែដោយអ្វីដែលយើងបានឃើញអញ្ចឹងគូគូយើងប្រែតម្រង់ខ្លាចជាសក់សសុទ្ធហើយគ្រាន់តែកម្លាំងជើងមួយបាត់ដុំថាពលតូចតែធំហ្នឹងគឺរលេលត់អស់លីងទស្សនវិជ្ជាបែបហ្នឹងមនុស្សគ្រប់គ្នាចាប់ផ្ដើមឆ្ងល់តែម្ដងអានេះថាពលអីទៅសូម្បីតែជីរ៉ានក៏សម្គាល់ដឹងថាមានថាពលខ្លាំងសម្បើមនៅពីក្រោយក្នុងខ្លួនទស្សនវិជ្ជាគ្រប់បែបយ៉ាងមិនថាសព្រីមកៃឬក៏ព្រះនៃការអំផ្លាញនោះទេគ្រាន់តែបានឃើញនាំគ្នាអង្គុយលេងជាប់តែម្ដងតែពួកគេដឹងយ៉ាងច្បាស់ថាមកពលមួយនេះគឺវាឃ្លាតឆ្ងាយពីសមត្ថភាពរបស់ពួកគេទៅទៀតហើយតាំងគូគូយើងក៏វាឯងមួយមានចំហាយអ្វីខ្វាយទៅកាន់ជីរ៉ានរបស់យើងយ៉ាងមួយទំហឹងវិញនៅពេលដែលបានឃើញទស្សនវិជ្ជាបែបនេះពិតជាមានមោទនភាពចំពោះគូគូខ្លាំងមែនតើដោយសារតែគូគូហាក់បីដូចជាកូនសាររបស់ខ្លួនអញ្ចឹងចំណែកបែរូយើងវិញគឺថាញ័រមាត់តែម្ដងដោយតម្រងថ្មីដែលមានសក់សសតនេះគឺមានឈ្មោះថា Master Ultra Instinctគូគូអត់និយាយច្រើនណាគ្រាន់តែកំហៅជើងតែបន្តិចប៉ុណ្ណោះដែលធ្វើឲ្យជីរ៉ានរបស់យើងឈោតមកមួយឈៀងនេះក៏បានប្រាប់ឲ្យយើងឃើញថាកម្លារបស់គូគូជាមួយនឹងជីរ៉ានគឺវាឃ្លាតឈ្នាឆ្ងាយខ្លាំងមែនទែនជីរ៉ានស្រែកមកវាស់ក៏បញ្ចេញកាន់ម្ដាយរាប់រយពាន់របស់គេធ្វើឲ្យការវាបហាទៅកាន់គូគូយ៉ាងមួយទំហឹងតែមើលទៅកាន់គូគូយើងហាក់បីដូចជាប្រឹងអីតិចដោយសភាពរាងកាយរបស់គូគូគឺវាអូតូស្វ័យប្រវត្តិតែម្ដងនិយាយទៅការបញ្ចូលរបស់ពួកគេនៅក្នុងអេពីសូតទី130នេះគឺវាល្អមើលខ្លាំងមែនទែនដោយគូគូរបស់យើងពេលនេះគឺវាយជីរ៉ានរបស់យើងឡើងសឹងតែខ្ទប់ដីទៅហើយដល់តែពេលអញ្ចឹងជីរ៉ានចាប់ផ្ដើមខ្លាំងជាមួយនឹងគូគូឡើងញ័រមាត់តែម្ដងដល់គេប្រៀបធៀបជាមួយនឹងគូគូហាក់ដូចជាមនុស្សអាក្រក់មួយអញ្ចឹងដោយសារតែមនុស្សអាក្រក់ទាំងអស់ហ្នឹងតែងតែយកអ្វីគ្រប់បែបយ៉ាងដែលជារបស់ខ្លួនមិនថាមនុស្សជាទីស្រឡាញ់របស់គេឬក៏សមាជិកក្រុមរបស់ពួកគេនោះទេតែងតែមនុស្សទាំងអស់ហ្នឹងឆក់យកជីវិតទៅតែម្ដងជាក់ស្ដែងដូចគូគូយើងអញ្ចឹងឡប់បានបង្កើតការប្រកួត Tournament of Power ឲ្យយើងមើលសម្រាប់កំហឹងជាមួយនឹងការជិះចាប់របស់ជីរ៉ាននៅពេលនេះដែលធ្វើសង្វៀនទាំងមូលវានឹងឆាប់ចែកទៅហើយតែអនុញ្ញាតឲ្យគេបង្កើតបានជាទម្រង់រាងកាយថ្មីមួយដែលអាចនិយាយបានថាវាស្តៀងជាមួយទម្រង់រាងកាយអូត្រាដែរក៏ប៉ុន្តែវាមិនមែនជាទម្រង់ទេគ្រាន់តែវាជាថាមពលចុងក្រោយ Full Power របស់ជីរ៉ានតែប៉ុណ្ណោះការវាយម្ដាយរបស់ជីរ៉ានពោពេញទៅដោយកំហឹងក៏ប៉ុន្តែគូគូយើងនៅតែរក្សាចំហដ៏ស្ងប់ស្ងាត់របស់គេធ្វើការបន្តវិបហាទប់ទល់ដែរហ្នឹងថាពលរបស់ជីរ៉ានបានធ្វើការសាយភីឡើងពីពេញសង្វៀនតែម្ដងតែពេលហ្នឹងវាមិនមែនជាបញ្ហាណាល្បឿនរបស់អ្នកទាំងពីរឆ្វាយគ្នាទៅវិញទៅមកដូចជាល្បឿនបន្លឿនអញ្ចឹងដំថាពលរបស់ជីរ៉ានតែបន្តធ្វើការវិបហាគំនូររបស់យើងក៏ទៅមួយកន្លែងដែលបណ្ដាឲ្យគូយើងទោះបីជាស្ថិតនៅក្នុងទម្រង់ទេបណ្ដាយ៉ាងណាក៏ដោយក៏ត្រូវស្ប៉ាតឹងដីដែរទោះជាណាក៏ដោយគូត្រូវតែងើបឈរតតាំងសាច់យ៉ាងម៉េចម្ដងទៀតដោយល្បឿនការវាយរបស់អ្នកទាំងពីរធ្វើការបន្តឆ្វេងទៅឆ្វេងមកតែម្ដងភ្លេងដែលគួរឲ្យខ្លាចដែលស្ដាប់ទៅហាក់ដូចជារន្ធត់ដែលធ្វើឲ្យគូរបស់យើងនឹងប៉ាងទៅមួយកន្លែងអ្នកទាំងពីរនៅតែមិនព្រមចោះចាញ់គ្នាទៅវិញទៅមកនៅតែបន្តវាយគ្នាទៅវិញទៅមកនៅពេលនេះជីរ៉ានហត់ខឹងខ្លាំងមែនទែនក៏បញ្ចេញថាពលពីរាងកាយរបស់គេបរិយខ្លួនរបស់គេយ៉ាងមួយទៅបាញ់មកនោះមិនបាញ់រហូតណាគេបាញ់មកមើលអ្នកទស្សនាតែពេលហ្នឹងគូគូរបស់យើងក៏ចេញមករារាំងគូគូក៏យើងខឹងខ្លាំងពេកក៏សម្លុកចូលដល់ទៅកាន់ជីរ៉ានរបស់យើងមួយដៃមួយដំណឹងធម្មតាថាពលរបស់ពួកគេទាំងពីរបន្តវាយគ្នាទៅវិញទៅមកគឺប្រហាក់គ្នាអញ្ចឹងថាមពលដ៏ខ្លាំងសម្បើមមួយនេះគឺវាធ្វើឲ្យជីរ៉ានរបស់យើងស្បាប់ទៅយ៉ាងដីតែម្ដងក៏ដូច្នេះគូគូយើងក៏មិនចាំយូរដែរក៏និយាយថាមពលរបស់គេវាបហាតែកំឡុងពេលហ្នឹងពលឺក៏ហមចិនឆ្អៅក៏បានលេចឡើងដែលធ្វើឲ្យថាមពលរបស់គូគូយើងចុះសោយមួយរំពេចមូលហេតុអ្នកមិនដឹងតែមិនដឹងក៏ដោយសារថាមពលរបស់គូគូយើងវាខ្លាំងសម្បើមខ្លាំងពេកដែលភ្លាមរាងកាយរបស់គូគូប្រកាសជាមិនអាចទប់ទល់បានយូរនោះទេដូច្នេះវាក៏ជាអាការរបស់ជីរ៉ានដើម្បីធ្វើការបហាទៅកាន់គូគូក៏ប៉ុន្តែជាសំណាងដែលមានហ្វ្រីសារបស់យើងចេញមកជួយមិនអស់តែប៉ុណ្្នឹងនោះទេគឺមាន17របស់យើងម្នាក់ទៀតកំឡុងពេលដែលគូគូកំពុងតែដេកស្បាបទាំងដៃជីរ៉ានក៏បានប្រើល្បឿនរបស់គេលឿនចូលមកពីប្រហែលតែកាន់17ចំណែកហ្វ្រីសានៅសល់តែម្នាក់ឯងក៏បានធ្វើការចូលមកទប់ទល់ជាមួយនឹងជីរ៉ានរបស់យើងការវាយរបស់អ្នកទាំងពីរបានតែគិតគ្នាទៅវិញទៅមកហ្វ្រីសាទប់ទល់ជាមួយនឹងជីរ៉ានលំបាកខ្លាំងមែនទែនជីរ៉ានបានប្រើជើងរបស់គេចូលនៅកាន់កន្ទុយដើរមួយដៃបន្ថែមជាមួយនឹងក្រដៃរាប់រយពាន់តែហ្វ្រីសាបានយកដុំថ្មជាច្រើនយកមកធ្វើការរារាំង17នៅបកក៏បានហប់បំបុកទៅកាន់ជីរ៉ាននឹងប៉ាងមួយចម្ងាយហើយគេក៏បានប្រើថាពលរបស់គេនឹងបំផ្ទុះទាំងពីរនាក់តែម្ដងនៅពេលនេះជីរ៉ានគឺមានលពូធ្ងន់ធ្ងរខ្លាំងមែនទែ
មែនហើយដូចនេះហើយព្រីសាក៏មិនចាំយូរដែរក៏បានតែម្ដងថាពលរបស់គេតម្រង់រកក្បាលរបស់ជីរ៉ានតែដោយសារតែមានការដាស់តឿនរំលឹកពីថបពោតាក់ទងជាមួយនឹងប្រជាជនដែលរស់នៅលើភពផែនដីរបស់ខ្លួនដែលធ្វើឲ្យថាពលរបស់ជីរ៉ានកើនឡើងស្ទុះភ្លាមៗតែម្ដងអ្នកទាំងពីរព្យាយាមក្នុងការទប់ទល់ជាមួយនឹងថាពលរបស់ជីរ៉ានប្រឹងឡើងអស់ពីសមត្ថភាពតែម្ដងថាពលពណ៌សបំផ្ទុះមួយក៏បានលេចឡើងដោយបង្ហាញអំពីវត្តមានរបស់គូគូដែលបានប្រើថាពលរបស់គេជួយទៅកាន់អ្នកទាំងពីរជីរ៉ាននៅពេលដែលបានឃើញអ្នកទាំងពីរស្មោះស្ម័គ្រព្រមសហការជាមួយនឹងគ្នាគេក៏បានមកផ្ទុះថាពលរបស់គេគូគូជាមួយនឹងហ្វ្រីសាក៏បានសម្រុកចូលទៅបំបុកជីរ៉ានតែម្នាក់ឯងការសហការរបស់អ្នកទាំងពីរល្អខ្លាំងមែនទែនម្នាក់ឆ្វេងម្នាក់ស្ដាំចំណែកអាដាមប៉ើនៅពេលក្រោយក៏ចាំប្រមូលផ្ដុំថាពលកម្មពលឺចូលរបៀបអាហារទៅកាន់ជីរ៉ានទោះបីជាត្រូវបានគេវាយយ៉ាងណាក៏ដោយក៏ជីរ៉ានរបស់យើងនៅតែវាយតដៃទៅវិញហ្វ្រីសាបានប្រើរបៀបរបស់គេយ៉ាងលឿនចាប់អូកកជីរ៉ានរបស់យើងទម្លាក់មកដល់ខាងក្រោមគូគូនៅខាងលើក៏សម្រុកចូលពីបំបុកទៅកាន់ជីរ៉ានតែម្នាក់ឯងអ្នកទាំងពីរបានប្រើកម្លាំងរបស់គេរុញច្រានទៅកាន់ជីរ៉ានការរុញច្រានមួយដំណើរនេះដែលបណ្ដាលឲ្យអ្នកទាំង3នេះធ្លាក់ពីលើសង្វៀនទាំង3នាក់តែម្ដងគូគូក៏បានអរគុណនឹងការហ្វ្រីសាដែលស៊ូជាមួយនឹងពួកគេរហូតមកដល់ចំណុចមួយនេះសម្លេងរបស់ Grand Prix ក៏បានប្រកាសថា Universe ទី7គឺជាអ្នកឈ្នះនៅក្នុងការប្រកួត Tournament of Power ចំណែកឯ Jiren កំពុងតែដេកដួលនឹងគ្រប់គ្នាក៏បានអរគុណទៅកាន់ Jiren ដោយសារតែគេខិតខំប្រឹងស្វិតស្វាញខ្លាំងមែនទែនដើម្បីជួយសង្គ្រោះ Universe របស់គេឡើងអស់ពីសមត្ថភាពតែម្ដងទោះជាយ៉ាងណាក៏ដោយក៏ពួកយើងគឺជាក្រុមតែមួយពួកយើងពិតជាជឿជាក់ទៅលើសមត្ថភាពរបស់ខ្លាំងមែនទែនក្នុងពេលហ្នឹងគូគូយើងក៏បានចូលមកនិយាយជាមួយនឹង Jiren ដោយគូគូយើងគឺជឿថា Jiren គឺមិនមែនជាមនុស្សអាក្រក់នោះទេបើសិនជាអាចឬក៏មានថ្ងៃខាងមុខនោះខ្លួនប្រកាសជាចង់ប្រយុទ្ធជាមួយនឹង Jiren សារជាថ្មីម្ដងទៀតទៅពេលនេះនៅលើសង្វៀននេះគឺនៅសល់តែ17តែម្នាក់ឯងតែប៉ុណ្ណោះ Grand Prix ក៏បានប្រើធម្មពលរបស់គេប្រមូលផ្ដុំ Super Dragon Ball ដោយបង្កើតបានជាអ្នករាជពណ៌មាសមួយយ៉ាងធំសម្បើមគ្រប់គ្នាពិតជាតឹងរង់ចាំមើលខ្លាំងមែនទែនថា17របស់យើងនឹងប៉មសងយកប្រាថ្នាអ្វីដែរប៉ុន្មានម៉ាតយ៉ាងខ្លីពី17ខ្លួនគេផ្ទាល់ហ្នឹងគ្រាន់តែចង់ឲ្យ Universe ដែលត្រូវបានដំលីទាំងអស់ហ្នឹងគឺ World មកសភាពដូចដើមវិញថាពលរបស់ស្ដេចអ្នករាជក៏បានបញ្ចេញដែលធ្វើឲ្យការប៉ងសងនោះគឺបានសម្រេចដោយបានបង្ហាញអំពី Universe ទី6ដែលជា Universe របស់ចម្ប៉ាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយដើម្បីបានជាខ្លួនសុកហួរឡើងវិញអញ្ចឹងណាហើយយើងក៏បានឃើញពី Universe ទី10ដែលជា Universe របស់ Kowazuនៅក្នុងនោះយើងក៏បានឃើញពីរូបរាងរបស់ Jiren ដែលថាជា Universe ទី11គ្រប់គ្នាពិតជាសប្បាយចិត្តខ្លាំងមែនទែនដែល17របស់យើងគឺធ្វើបែបនេះតែណាអ្វីទៅ Frieza របស់យើងគេមិនជាសប្បាយចិត្តប្រហែលទេដោយសារតែគេមិនបានហូរឡើងវិញគ្រប់គ្នានៅភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមិននឹកស្មានថាវីរបស់យើងក៏អាចធ្វើអញ្ចឹងបានទៅទៀតនៅត្រង់ចំណុចមួយនេះខ្ញុំចង់បកស្រាយយើងបានដឹងថា Grand Prix គឺជាអ្នកដែលបង្កើតទៅកាន់ Angel ទាំងអស់យើងមើលទៅសររបស់ Grand Prix ជាមួយនឹង Angel ទៅគឺសក់សតនេះបង្ហាញឲ្យឃើញថាទម្រង់របស់ Angel ទាំងអស់គឺវាស្ថិតនៅក្នុង Master Ultra ទាំងអស់ហ្នឹងចំណែកឯទម្រង់ Master Ultra របស់ Goku ហ្នឹងគឺវាឈានទៅដល់កម្រិតរបស់ Angel ទៅហើយគ្រាន់តែការរស់នៅរបស់ Angel ទាំងអស់ហ្នឹងគឺប្រើទម្រង់ Master Ultra ហ្នឹងគឺសតតែម្ដងហើយសាច់រឿងរបស់យើងក៏វាមកដល់ទីបញ្ចប់នៅត្រង់ចំណុចមួយហ្នឹងដែរដែលបានបង្ហាញយើងឃើញថាវាជាមួយនឹង Baru ឧស្សាហ៍ក្នុងការមកលេងលើភពផែនដីខ្លាំងមែនទែនអញ្ចឹងគឺវាមានតែប៉ុណ្ណឹងបើសិនជាមានកំហុសខុសឆ្គងអីសូមអធិស្ឋានផងដោយសារតែខ្ញុំមិនបានបកស្រាយអីឲ្យវាក្បោះក្បាយមកនោះទេអញ្ចឹងបាយបាយ